សម្រាប់បងប្អូនដែលកាត់ឆ្នាំចូលនៅក្នុងខែកក្កដានេះចាអ្នកទាំងអស់គ្នាត្រូវប្រាប់ភាពអត់ធ្មត់ជាមួយនឹងការរៀបចំផែនការបានល្អចំពោះការងារវិញលោកអ្នកអាចនឹងទទួលបាននូវឱកាសថ្មីភារកិច្ចថ្មីចាដែលតម្រូវឲ្យលោកអ្នកបង្ហាញជាមួយនឹងសមត្ថភាពលោកអ្នកក៏អាចមានឱកាសទទួលបានការគ្រប់គ្រងពីថ្នាក់លើឬក៏មនុស្សដែលគាត់មានឥទ្ធិពលផងដែរចាមួយទៀតលោកអ្នកត្រូវមានការប្រយ័ត្នតិចតួចទៅលើការតំណែងអាចមានការយល់ច្រឡំខ្លះៗកើតឡើងចាចំពោះហេរ៉ាវត្ថុចាគឺមានចំណូលចូលមកធម្មតាប៉ុន្តែមានការចំណាយច្រើនអាចទៅលើសុខភាពហើយនឹងគ្រួសារដែលយើងមិនបាននឹងរំពឹងទុកចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូចាបើសិនជាលោកអ្នកបើកចិត្តក្នុងការនិយាយគ្នាចានោះតំណែងនឹងកាន់តែល្អប្រសើរចាចំពោះអ្នកនៅលាវអាចនឹងមានឱកាសស្គាល់នរណាម្នាក់ថ្មីតាមរយៈការងារឬក៏មិត្តភក្តិណែនាំចាចំពោះសុខភាពបងប្អូនដែលកាត់ឆ្នាំចចាអាចនឹងងាយហត់នឿយ stress និងការគេងមិនបានគ្រប់គ្រាន់ដូច្នេះត្រូវតែយកចិត្តទុកដាក់ទៅលើសុខភាពបន្តិចកុំធ្វើការលើកកម្លាំងចាសម្រាប់សារបងប្អូនដែលកាត់ឆ្នាំចទាំងអស់គ្នាចានៅក្នុងខែកក្កដានេះលោកអ្នកត្រូវតែបញ្ចេញជាមួយនឹងសមត្ថភាពចាហើយកុំតរំពឹងថានឹងទទួលបានលទ្ធផលដ៏អ្វីដែលយើងចង់បានសំខាន់យើងប្រឹងប្រែងធ្វើឲ្យអស់លទ្ធភាពសិនចាអរគុណ